ធ្លាប់ទៅលើចាស់គាត់និយាយថាស្លសម្លប្រហើរតាពាំងបងស្លឹកទៀបដើម្បីយកមកបន្សាបតាពាំងយើងកុំឲ្យវាហាងកុំឲ្យវាអីចឹងណាហើយនឹងខ្ញុំអត់ជឿទេបងប្អូនហើយនឹកឃើញថាស្លឹកទៀបធំកពុលអញ្ចឹងបើយកមកស្លវាមិនគិតថាវាញ៉ាំកើតទេបងប្អូនតែពេលសាកធ្វើខ្លួនឯងបងប្អូនហើយគឺឆ្ងាញ់មែនតែម្ដងធ្វើញ៉ាំម្ដងហើយគឺចង់ញ៉ាំម្ដងទៀតចឹងណាបងប្អូនហ្នឹងហើយជំរាបសួរក៏ដូចជាសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះគឺនាងខ្ញុំមកធ្វើសម្លប្រហើរតាពាំងបងប្អូនចាហើយប្រហើរហ្នឹងគឺប្រហើរបែបខ្ទិះបងប្អូនចាបងខ្ទិះដូងហ្នឹងហើយជាដំបូងគឺនាងខ្ញុំដើរបេះស្លឹកទៀបហ្នឹងបានប្រហែលជាមួយក្តាប់ដែរបងប្អូនចាដោយសារតែវាអត់សូវមានភ្លៀងបងប្អូនហ្នឹងហើយអញ្ចឹងអត់សូវលាស់ទេទើបតែភ្លៀងយប់មិញបាន1មេទេបងប្អូនហើយគឺក្តៅមែនតែម្ដងហើយនេះជាបន្លែដែលនាងខ្ញុំទិញបានមកពីផ្សារខ្លះនិយាយថាតាពាំងអីហ្នឹងគឺអត់ទាន់មានដុះទេបងប្អូនចាគឺនាងខ្ញុំទិញមកពីផ្សារហើយនឹងបន្លែផ្អែមអីខ្លះចឹងទៅហើយនាងខ្ញុំប្រើបន្លែបៃតងហ្នឹងប្រហែលជា3-4មុខដែរមានស្លឹកទៀបមានបន្លែផ្អែមស្លឹកសាវម៉ាវព្រៃហ្នឹងនាងខ្ញុំដាក់ប្រហែលជាមួយក្តាប់ដែរបងប្អូនចាដោយសារតែវាអត់ខ្វះទេពួកហ្នឹងយើងអាចដើរផ្សារផ្សំតាមលបងផ្ទះអីបានចឹងណាហើយនាងខ្ញុំស្លតាពាំងហ្នឹងលាយជាមួយនឹងននោងហ្នឹងក្តឹបននោងហ្នឹង2ផ្លែដែរបងប្អូនហ្នឹងហើយជាមួយនឹងត្រីប្រាយើងនាងខ្ញុំរកត្រីពោតបានទេបងប្អូនហើយធូអរីដោយសារតែនាងខ្ញុំទៅផ្សាររៀងថ្ងៃត្រង់ដែរអញ្ចឹងហើយវិធីស្លគឺអត់ពិបាកទេបងប្អូនជាដំបូងគឺនាងខ្ញុំដាំទឹកពោះហើយបងតាពាំងចូលហើយយើងដាក់អង្ករហ្នឹងប្រហែលជាមួយក្តាប់បងប្អូនចាមើលតែយើងរំងាស់តាពាំងរៀងរលួយហើយយើងបង់ប្រហុកបងអីយកតែម្ដងគ្រឿងក្រើយហ្នឹងមានស្លឹកគ្រៃមានខ្ទឹមសអញ្ចឹងណាបងប្អូនចាហើយនាងខ្ញុំអត់បានដាក់ខ្ជាយទេហ្នឹងហើយបន្ទាប់មកគឺនាងខ្ញុំបង់ជាមួយនឹងម្សៅស៊ុបហើយនឹងអំបិលពីចេងគឺរួចជាស្រេចហើយបងប្អូនចាអត់ប្រើស្ករទេដោយសារតាសម្លមួយមុខនេះគឺវាផ្អែមហើយណាមួយនាងខ្ញុំប្រើខ្ទិះដូងទៀតអញ្ចឹងធ្វើឲ្យសម្លយើងវាផ្អែមមានជាតិហ្មងបងប្អូនចាហើយណាមួយយើងបង់អាស្លឹកទៀបនឹងទៀតទៅនិយាយពីថាអូយរសជាតិគឺឆ្ងាញ់ហ្មងបងប្អូនអាចសាកធ្វើបានមួយមុខនេះគឺនិយាយពីថាធានាថាគឺឆ្ងាញ់មែនតែម្ដងឆ្ងាញ់ជាងបន្លែអីផ្សេងទៀតបងប្អូនហើយធម្មតាស្លឹកទៀបវាកពុលប៉ុន្តែដល់ពេលដែលយើងយកមកស្លបែបនេះអត់មានជាតិកពុលជាតិអីទេគឺឆ្ងាញ់មែនតែម្ដងហើយបន្ទាប់មកនេះខ្ញុំបង់មកអមបង់ប្រទេសយកគឺជាការស្រេចឯងបងប្អូនចាគ្រាន់តែថាដួដាក់ចានហ្នឹងនិយាយពីថាអូយឃ្លាននឹងទ្រាំអត់ចង់បានទេបងប្អូនហើយមួយចានឡើងដាច់ប៉ាត់តែម្ដងណាបងប្អូនហ្នឹងហើយវីដេអូរបស់នាងខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរបងប្អូនចាអរគុណច្រើនសម្រាប់ការតាមដានទស្សនាពេញចិត្តជួយ like comment និង share ម្នាក់មួយផងបងប្អូនចាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយ